អូខេសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយហើយបានខ្ញុំhơiរយៈដោយសារតែខ្ញុំចប់ level ច្រើនហើយដើម្បីកុងទ័រខ្ញុំវា error អញ្ចឹងហើយត្រង់ទៅធ្វើចេញអូខេអញ្ចឹងគឺហើយថ្ងៃនេះខ្ញុំមកបង្ហាញ plugin មួយខ្ញុំអត់បានតម្លើងទេដោយសារតែវា record ទៅវាអត់កើតពេលយើងតម្លើង plugin ហ្នឹងទៅគឺនេះ plugin spy នេះspy ចេញថ្មីទៅទៀតបើកមើលហើយនេះ plugin spy នេះ plugin នេះអញ្ចឹងគឺវាបើកទៅគឺវាកៀងកុងទ័រពេញនឹងបាត់ហើយយើងបើកទៅក្នុង SL គឺអត់កើតទេតែបើយើងបើកនៅក្នុង Cubase ក៏ record អត់កើតដែរអញ្ចឹងនេះអញ្ចឹងបើបងប្អូនណាមានបញ្ហាដែលថាតាក់តងនឹងspy ចេញថ្មីនេះតម្លើងហើយវាមានបញ្ហាអញ្ចឹងបើកទៅវាកៀងកុងទ័រវាតឹង CPU យើងខ្លាំងអាចតាក់តងមកខ្ញុំតែអានេះវាស៊ីបើយើង down មកតែប្រហែលមេទេវា down plugin នេះមកតែប្រហែលមេទេតែពេលយើងតម្លើងគឺវាច្រើន G នេះឃើញទេអញ្ចឹងវាមានច្រើនហើយយើងអាចយក preset វាយកមកដាក់បានទៀតអញ្ចឹងយើងមាន preset អីផ្សេងយើងអាចយកមកដាក់ក្នុងនឹងបានអញ្ចឹងអានេះគឺនិយាយរំតាសេរីចេញថ្មីនេះគឺវាច្រើនដែរនេះឃើញទេអញ្ចឹងអានេះមកផ្នែកផ្សេងនេះមើលយើងសាកហើយបាទអញ្ចឹងយើងមើលបាទវាchannel ត្រាំអញ្ចឹងគឺវាមានច្រើនខ្ញុំគ្រាន់តែមកបង្ហាញប៉ុណ្្នឹងទេដោយសារតែយើង record អត់កើតហើយនេះមួយទៀតអញ្ចឹងនៅក្នុងនេះក៏វាមានច្រើនដែរ plugin វាមានសលេងច្រើននៅក្នុងសម្រាប់ឲ្យយើងរើសនេះសម្រាប់យើងយកទៅធ្វើបទ remix hip hop អីបានណា spy អញ្ចឹងsound library វាចេញថ្មីនេះអានេះគឺវាមានច្រើនសម្បីតែ lead វាក៏លយអូខេអញ្ចឹងគឺខ្ញុំមកបង្ហាញតែប៉ុណ្្នឹងទេដោយសារតែយើងមកបង្ហាញជា library របស់វាអញ្ចឹងនេះ library បងប្អូនអាចយកទៅអាចស្រាវជ្រាវខ្លួនឯងទៅដោយសារតែខ្ញុំមិនបានទៅមើលអស់ទេអញ្ចឹងបើសិនជាចង់តម្លើង plugin ហ្នឹងបើសិនជាតម្លើងយើងទៅវាតម្លើងធម្មតាដែរតែយើងគ្រាន់តែចុចវា click និចរហូតទៅហើយយើងតម្លើងវាទៅបើសិនជាវាកៀងអាចតាក់ទងមកខ្ញុំបានតែបើវាអត់កៀងទេវា scan អា library នឹងបានគឺយើងអាចប្រើប្រាស់បានហើយអញ្ចឹងគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមហ្នឹង